សួស្តីប្រិយមិត្តជាទីស្នេហានៅក្នុងពេលឱកាសនេះខ្ញុំបាទ admin នឹងបានលើកយកនៅកីឡាករប្រដាល់ពីពេជ្រសម្បត្តិជាមួយនឹងកីឡាករចិនដែលពេជ្រសម្បត្តិទៅប្រកួតនៅទឹកដីនៃប្រទេសចិនតែម្ដងហើយជួបម្ចាស់ផ្ទះនៅក្នុងរវាងជំនួបពេជ្រសម្បត្តិនិងជាមួយម្ចាស់ផ្ទះទាំងសូមទស្សនាទាំងអស់គ្នានៅទឹកទី1ហើយរវាងពេជ្រសម្បត្តិជាមួយនឹងកីឡាករចិនយើងសូមបងប្អូនទស្សនាទាំងអស់គ្នាទៅមួយជើងរវាងពេជ្រសម្បត្តិរងជាប់មួយដៃទៅវិញទៅមកជង្គង់ពីកីឡាករចិនពេជ្រសម្បត្តិកាច់ហើយនឹងជង្គង់ទៅវិញទៅមកកីឡាករចិនទាត់ពេជ្រសម្បត្តិព្យាយាមចូលកីឡាករចិនព្យាយាមដាល់ចំណែកពេជ្រសម្បត្តិអូយចាស់លុបមកស្រួលទៅហើយយ៉ាពេជ្រសម្បត្តិនៅព្យាយាមចូលចំណែកកីឡាករចិនមួយប្រយ័ត្នប្រយែងនៅដៃរបស់គេគឺវែងជាមួយយើងមួយឆក់ទៅហើយជាមួយជើងគិតអាយលូនមែនតែប្រិយមិត្តជាទីស្នេហាអើចូលមួយដៃរបស់ពេជ្រសម្បត្តិបានដួលទៅនៅលើតាពីហើយឥឡូវញ៉ាកដារាប់មួយបានបង្ហូរឈាមទៅតាមច្រមុះទៅហើយបងប្អូនប្រិយមិត្តជាទីស្នេហាឥឡូវមិនអីទេគឺបង្គោលក្រហមនឹងអាចបង្ពុតបន្តថែមទៀតតែមុនប្រកួតនេះជូតឈាមមួយសិនអាយពេជ្រសម្បត្តិពិតជាខ្លាំងមែនតែដៃរបស់គាត់នេះឥឡូវបន្តទៅទៀតពេជ្រសម្បត្តិគោះដៃមួយចូលព្យាយាមប្រោកំណត់ដៃអាយអីយ៉ាប្រយ័ត្នប្រយែងមែនតែនអាយទៅហើយក៏ដប់ដៃក៏ដប់ដៃមួយពីរចិនក៏បដូរទាត់ពងដប់ដៃអាយ៉ាស្រួលពួនអាយជាជំនួបទឹកដីនៅលើប្រទេសចិននឹងហើយមួយពីររបស់ពេជ្រសម្បត្តិកីឡាករចិនវងវិញហើយបងប្អូនអាយមួយដៃមួយជើងអាយ៉ាអាយកីឡាករចិនត្រូវញ៉ាកដាឲ្យពិនិត្យមើលនៅលោហិតតែម្ដងនឹងពិនិត្យមើលសិនតើអាចប្រកួតបន្តទៀតទេនៅក្នុងរង្វង់ទឹកទី1ទេបងប្អូនដូច្នេះពិនិត្យមើលសិនតើអាចបន្តទៅទៀតបានទេអូខេបន្តទៅទៀតបានអាយឡើងក្រហមពេជ្រសម្បត្តិចូលទៅហើយអាយជង្គង់អោបគ្នាបន្តិចក៏រកក្លេរប្រឡោះចាក់មួយជង្គង់អញ្ញាកណាទៅបំបែកទៅហើយពេជ្រសម្បត្តិដើរចូលមួយជើងរបស់ចិនពេជ្រសម្បត្តិដើរចូលដៃមួយពីរហើយអាយ៉ាធាក់មួយយតលិស័យមួយដៃមួយពីរអូយបាទអូយមួយដៃមួយអត្ថាធិប្បាយមិនទាន់នេះបងប្អូនកាច់ទាញឌូកីឡាករចិនទៅនឹងតាពីហើយកីឡាករចិននេះឡើងឈាមហូរពេញមួយជើងមួយដៃទៅវិញអាយមួយជើងមួយដៃអីចាស់មួយជើងមួយដៃពេជ្រសម្បត្តិប្រយ័ត្នឲ្យមែនទៅចូលអាយអោបគ្នាមិនតិចសិនអញ្ញាក្រាបំបែកពេជ្រសម្បត្តិចូលទៀតហើយមួយដៃទៀតអាយបងប្អូនប្រិយមិត្តជាទីស្នេហាកីឡាករចិននឹងឈាមហើយទៅវិញទៅមកមួយដៃក្រោះសេឡើងចាប់ចាក់កែងដែលអត់ចូលមួយដៃពេជ្រអាយមួយជើងរបស់ចិនអាយមួយដៃរបស់ពេជ្រសម្បត្តិមួយពីរអាយដល់ទឹកទៅហើយបងប្អូនប្រិយមិត្តពិតជាអស្ចារ្យមែនតែមើលភាពយឺតទៅវិញនេះកន្លែងមួយពីរបងប្អូនប្រិយមិត្តនេះហើយគឺមួយដៃដែលយូរផ្ងាក់ទៅក្រោយតែម្ដងគឺមានន័យថាគឺពេជ្រសម្បត្តិនឹងមានទម្ងន់ដៃនឹងខ្លាំងមែនតើមួយដៃអុកដិតញ៉ាច់បងប្អូននេះសូមប្រិយមិត្តនឹងទស្សនានៅទី2បន្តទៀតឥឡូវគោះដៃគ្នាចូលតែម្ដងពេជ្រសម្បត្តិរងមួយចាប់ជើងជាប់អាយ៉ាមួយជើងមួយរងជាប់ដៃក៏ល្អចិនតែបើយើងល្អខ្លាំងយើងទៅវិញពុកអាយជង្គង់ដៃមួយពីរអាយអូពុកប្រិយមិត្តជាទីស្នេហាអាយបើយើងនិយាយថាក្តាប់ដៃវិញក្តាប់ដៃបំបែកផ្ទាំងសាលាដល់នោះមួយពីរទៅទប់ជាប់ពីកីឡាករចិនអាយហូជង្គង់របស់ចិនហើយអាយ៉ាកៅពេជ្រសម្បត្តិកៅទៅវិញទៅមក អ
អាយយោប្រិមិត្តអាយយោអស្ចារ្យមែនតើអាយយោនៅតែដើរចូលទោះតែយ៉ាងណាក៏ដោយក៏នៅតែតស៊ូបញ្ចុះបំបាក់មកម្ចាស់ផ្ទះតែម្ដងគឺអ្នកដំណើរមួយពីឲ្យចូលមួយទៅវិញទៅមកមួយដៃទៅទៀតអាយយោអូវងវិញសងហើយបងប្អូនអើយទៅហើយកលាកោចិនពលមុខហើយក៏ហូមនឹងច្រាននៅកទុងចំោះនឹងអាយ៉ាស់វត្តផងបកមួយកែងពីពេញសម្បត្តិទៅវិញអាយយោទាញចុះទាញឡើងដួលកលាចិនទៅហើយកលាចោចិននឹងកំពុងតែវងវិញវង្វាន់ជូឈាមសិនហើយបងប្អូនប្រិយមិត្តទីស្នេហាឥឡូវចូលមកទៀតហើយមួយដៃទៅខុសមួយដៃមួយដៃអាយយោមួយដៃអាយ៉ាស់មកវិញមួយដៃទៅទៀតតែអូយ៉ាស់ទៅវិញទៅមកមួយពីកលាកោចិននឹងទប់ជាប់រេឬក៏យើងយ៉ាងម៉េចចឹងមកកុំប្រហែលសោះអាយយោមួយពីដាក់ទៅកន្លែងណាក៏សាច់ដែរអាយយោពិតជាអស្ចារ្យមែនតែពុទ្ធសម្បត្តិនៅលើទឹកដីនៃប្រទេសជនវិញចាស់ផ្ទះឲ្យវង្វេងវង្វាន់ហូរឈាមតាមចំមុខតាមដងមួយលុតបងប្អូនអើយជុំយ៉ាមិនធម្មតាមួយជើងទប់ជាប់រាប់ពីជាប់មួយអស្ចារ្យណាស់ទៅហើយអូមួយដៃរបស់ចិនទប់ជាប់មួយពីកន្លែងលេខឲ្យចាស់មួយដៃសងមួយណាអាយយោប្រិយមិត្តជាទីស្នេហាក្នុងវិស័យបដាលពេជ្រសម្បត្តិនេះហើយកលាករបើយើងប្រៀបធៀបលើដូចកម្មចង់ពីដើមហ្នឹងបិទពីសឿងដើរចូលទៅមុខពុំស្អាតមែនទែនអោទៅដៃឆ្វេងស្ដាំតែម្ដងកលាករចិនហ្នឹងគឺវង្វេងវង្វាន់ទៅហើយបងប្អូនអើយអាយយោជាមុខមួយពីពេជ្រសម្បត្តិអាយយោដល់ទឹកទៅហើយបងប្អូនចាប់ទឹកទី2ទៅហើយឥឡូវមើលរូបភាពយឺតបងប្អូនមួយដៃភ្ងាក់មកតែម្ដងអាយយោពិតជាអស្ចារ្យមែនតើបងប្អូនហើយពីគូកលាករពេជ្រសម្បត្តិជាមួយនឹងម្ចាស់ផ្ទះនៅប្រទេសចិនតែម្ដងវាយម្ចាស់ផ្ទះអូវិតព្រមតែម្ដងបើសិនជាយើងគិតថានេះមកនៅស្រុកយើងវិញគឺសន្លប់តាំងពីទឹកទី1ទី2តែគេម្ចាស់ផ្ទះគេបានតែមដោយសារតែកម្លាំងចិត្តតែម្ដងឥឡូវបងប្អូនក៏លេខមើលចូលទឹកទី3វិញរវាងកីឡាករពេជ្រសម្បត្តិជាមួយនឹងកីឡាករម្ចាស់ផ្ទះនៅប្រទេសចិនឥឡូវទឹកទី3បន្តទៀតមួយជើងទៅវិញទៅមកចាប់ហើយតើគេឬក៏យើងមួយជើងទៅវិញទៅមកហើយយកមួយជើងមួយដៃពិតជាអស្ចារ្យមែនតើបងប្អូនពិតជាអស្ចារ្យមែនមួយទៅវិញទៅមកមួយជើងមួយដៃមួយជើងរាប់ពីជាប់អាយ៉ាស់បងប្អូនអើយអាយ៉ាស់មានការពាក់បន្តិចទៅហើយយ៉ាស់មកវិញហើយបងប្អូនប្រិយមិត្តជាទីស្នេហាមកទៀតតាមទៀតយោពេជ្រសម្បត្តិហើយធ្វើឲ្យម្ចាស់ផ្ទះនឹងវង្វេងវង្វាន់ទៅហើយមួយជើងទៅវិញទៅមកមួយដៃមួយជើងមួយដៃមួយជើងដូរគ្នាល្អណាស់ទៅវិញទៅមកនឹងយ៉ាងម៉េចទេបងប្អូនលូតហក់មួយដៃទៅទៀតអាយយោម្ចាស់ផ្ទះមួយទៅវិញទៅមកអាយយោហើយវាជាមិត្តជាទីស្នេហាជាទីមេត្រីមួយដៃទៅវិញទៅមកអាយយោនៅទៅចូលគឺកាន់តែជួយពេជ្រសម្បត្តិមួយដៃអាយយោបងប្អូនទៅហើយអាយយោមួយជើងទៅវិញអាយយោដាច់លូតហក់ទៅទៀតអាយយោនៅចិត្តសួរលោកកូនចិននឹងអូមុខទៅហើយជាមួយជើងចាប់ជាប់អាយយោទាំងយ៉ាងមកទៅហើយបងប្អូនអូឡងឈាមហូរពេញមាត់តែម្ដង
តើស៊ូដល់ទឹកដែរឬទេឬក៏យ៉ាងណាបងប្អូនទូទាយើងមើលទាំងអស់គ្នាអាយយពីសម្បត្តិនោះដល់ចូល1 2 1 2 1 2 1 2អាយយ៉ាងមកហើយបងប្អូន1 2 1 2នេះតើគឺឬក៏យើងប្រយ័ត្នប្រយែងមួយចាប់ជើងជាប់ហើយចាស់ហក់ទៅទៀតហើយយ៉ាស់មួយជើងទៅជប់មួយដៃទៅវិញអាយឡាកោចិននឹងពោមុខទៅហើយហាមុតពីក្រុងឈាមហូតាមយមោះតាមមាត់ទៅហើយអ្វីដែលនៅសល់គឺតែកម្លាំងចិត្តទេបងប្អូនអូចាមិនដាក់ដល់កន្លែងណាក៏សាច់តែពីសម្បត្តិណាគិមចាស់ក្បាច់គុណខ្មែរ1 2 1 2បងប្អូនទៅហើយពិតជាមិនធម្មតាមែនអាយពិតជាមិនធម្មតាមែនណាក្នុងទឹកដីនៃប្រទេសចិនពួកអនុចាស់ផ្ទះគេនឹងឡើយណាវិញវ័នតែម្ដងបងប្អូនអាយតើរួចដល់ទឹកដែរឬទេលុកដល់ត្រែងចាប់ជួបអបស៊ីនាទីសិនអូយដឹងយ៉ាងមកហើយអាយដឹងយ៉ាងមកហើយបងប្អូនប្រិយមិត្តទីស្នេហាជាទីមេត្រីនឹងចិត្តនឹងជាប់ទឹកទៅហើយយើងមើលលទ្ធផលជាក់ស្ដែងយើងអាចទុទាយបានថាតើនរណាជាម្ចាស់នៃទទួលបានជ័យលេភីជ័យជំនះយើងបានដឹងជាក់ស្ដែងហើយថាបើយើងគិតហើយគឺកីឡាករគោក្រហមចិនហ្នឹងគឺពងវិញវ័នរកតែពធោទេមើលទៅនេះមើលទស្សនានៅទឹកទី3ណាគឺមិនធម្មតាដែរទុំពេញទៅមកបងប្អូនអស្ចារ្យមែនទេហើយយើងវាយកីឡាករចិននឹងបានច្រើនចូលទៅដៃច្រើនណាស់ទៅកន្លែងណាក៏សាច់ដែរវាយមិនខកបំណងទេបងប្អូនយើងចាំមើលទស្សនាថាតើនរណាជាម្ចាស់ណាទទួលបានជ័យជំនះនៅក្នុងការប្រកួតនៅលើទឹកដីនៃប្រទេសចិនរបស់កីឡាកររបស់យើងគឺពេជ្រសម្បត្តិជួបជាមួយនឹងម្ចាស់ផ្ទះនៅឯប្រទេសចិនឯនោះទាំងសូមចូលរួមអបអរសាទរនិងទទួលនៅជ័យលាភីនៅក្នុងរវាងកីឡាករកម្ពុជាពេជ្រសម្បត្តិជាមួយនឹងកីឡាករចិនតែពេលនេះសូមចូលរួមត្រេកអរទាំងអស់គ្នាដោយនរណាជាអ្នកទទួលនៃជ័យជំនះទាំងអស់គ្នាបងប្អូនយើងសូមអបអរសាទរគឺកីឡាករពេជ្រសម្បត្តិទទួលជ័យជំនះពីកីឡាករចិនតែម្ដងពិតជាអស្ចារ្យមែនទែនបងប្អូន